តាមព្រៃតាមស្រែចំការខាងនេះបាទនិយាយពីបន្លែផ្លែឈើបាទមានប៉ុន្តែផ្លែខ្លះយើងហូបបានអត់ដឹងបងប្អូនបាទផ្លែលក់ខាងនេះដាំបាទនេះបងប្អូនត្រប់បាទអត់ផ្លែបានទេក៏មានបាទអូសម្បូរណាស់ទេចំការនេះដាំបាទបន្លែធម្មជាតិពុកម៉ែបងប្អូន